រុស្ស៊ីទទួលស្គាល់ការប្រើប្រាស់មីស៊ីល Flamingo ថ្មីរបស់អ៊ុយក្រែននៅក្នុងការវាយប្រហារលើទឹកដីរបស់ខ្លួនថ្ងៃទី10 ខែតុលា ឆ្នាំ 2025 បណ្ដាញ Telegram របស់រុស្ស៊ីបានអះអាងថាអ៊ុយក្រែនបានប្រើប្រាស់កាំជ្រួច FP5 Flamingo ដែលផលិតក្នុងស្រុករបស់ខ្លួននៅក្នុងការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីការចោទប្រកាន់នេះបានលេចចេញនៅក្នុងបណ្ដាញផ្សព្វផ្សាយចំនួន2គឺ Voyvoda Vyshad និង Kirill Fyodorov War History Weapons ទោះបីជាមិនបានបញ្ជាក់ពីពេលណាឬកន្លែងណាដែលកាំជ្រួចត្រូវបានប្រើប្រាស់និងនៅពេលណាដែលរូបថតអំត្រូវបានថតក៏ដោយទីភ្នាក់ងារការពារជាតិអ៊ុយក្រែន Militani បានរាយការណ៍នៅថ្ងៃទី8 ខែតុលាកន្លងមកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថាទាំងប្រព័ន្ធកាំជ្រួច Cruise Neptune និង Flamingo ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហាររួមគ្នាប្រឆាំងនឹងទឹកដីរុស្ស៊ីកាលពីសប្តាហ៍មុន Flamingo បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងនៅថ្ងៃទី17 ខែសីហាពេលដែលអ្នកកាសែត Associated Press ថតរូប Efrem Lukaski បានបង្ហោះរូបភាពដំបូងនៃកាំជ្រួចនៅលើ Facebook ប្រព័ន្ធនេះត្រូវបានរាយការណ៍ថាផលិតនៅអត្រា1កាំជ្រួចក្នុងមួយថ្ងៃជាមួយនឹងទិន្នផលរំពឹងថានឹងកើនឡើងនៅពេលដែលផលិតកម្មកើនឡើងថ្មីបិទមានរយៈចម្ងាយនិងបន្ទុកកាំជ្រួចមានតម្លៃក្រោម1លានអឺរ៉ូក្នុងមួយឯកតាមុននេះក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Firepoint ដែលជាក្រុមហ៊ុនផលិតកាំជ្រួចយុទ្ធសាស្ត្រ Flamingo បានប្រកាសពីការអភិវឌ្ឍមីស៊ីលប្លង់ថ្មីចំនួន2គឺ FP7 និង FP9 ព្រមទាំងផែនការសម្រាប់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់